เรียบสู้บองต่อគ្នាចាថ្ងៃនេះដែរអ្នកគ្រូសូមមកសម្ភាសចំណាប់អារម្មណ៍បងតាំង5នាក់សម្ភាសជាប់ជាមួយតកែមានអារម្មណ៍មិនដែរបងមានអារម្មណ៍សប្បាយចិត្តណាមុននឹងឈានដល់ការសម្ភាសចំណាប់អារម្មណ៍អ្នកគ្រូចង់ឲ្យបងតាំង5នាក់ណែនាំទៅលើឈ្មោះអាយុនិងខេត្តដែលបងមកបាទខ្ញុំបានឈ្មោះយេងយ៉តអាយុ22រស់នៅខេត្តកំពតខ្ញុំបានឈ្មោះរីសិតមកពីខេត្តត្បូងឃ្មុំអាយុ32ឆ្នាំខ្ញុំបានឈ្មោះជាស្រណតមកពីខេត្តកណ្ដាលមានអាយុ33ឆ្នាំខ្ញុំបានឈ្មោះម៉ាន់ទីថៃមកពីខេត្តកំពង់ធំមានអាយុ33ឆ្នាំខ្ញុំបានឈ្មោះសាយអេវរៈអាយុ24ឆ្នាំមកពីខេត្តសៀមរាបមកពីខេត្តសៀមរាបអញ្ចឹងយើងមកពីខេត្តផ្សេងគ្នាណោះបាទសម្ភាសជាប់តកែសម្ភាសខាងជាប់ខាងផ្នែកគេបងផ្នែកនីកូអញ្ចឹងយើងទៅជាមួយគ្នាបាទគ្នាអូតកែជាមួយគ្នាល្អមែនតើអញ្ចឹងមុននឹងបងមកចង់ឈ្មោះក៏ដូចជាសម្ភាសជាប់ជាមួយតកែតែបងទាំងអស់គ្នាស្គាល់ក្រុមហ៊ុនតាមរយៈណាដែរតាមរយៈ Facebook អញ្ចឹងតាមដានរយៈពេលមួយថ្ងៃមួយខែទៅទើបសម្រេចចិត្តមកឈ្មោះពេលមួយខែរយៈពេលមួយខែពីរខែដែរអញ្ចឹងយើងដឹងព័ត៌មានតិចទីដូចមកចន់ខ្ទឹមឯងចាទើបសម្រេចចិត្តមកចង់ឈ្មោះមកដល់មកចង់ឈ្មោះរៀននៅខាងក្រុមហ៊ុន BP មានភ័យខ្លាចខាងក្រុមហ៊ុនប៉ោឬក៏បញ្ជូនចេញទៅស្របច្បាប់អីអត់ច្បងភ័យដែរបងភ័យបាទចាំអីទៅបណ្ដាចិត្តយើងឲ្យយើងជឿជាក់ទៅលើខាងក្រុមហ៊ុននេះភាសាមកឃើញទីតាំងច្បាស់លាស់ហើយនឹងមានអាជ្ញាប័ណ្ណត្រឹមត្រូវហើយចាំខាងក្រុមហ៊ុនប៉ោឬក៏បញ្ជូនចេញទៅស្របច្បាប់អត់បាទដោយចំពោះខ្ញុំដូចជាអត់មានភាពភ័យខ្លាចទេព្រោះខ្ញុំមកបានមកដល់ទីតាំងផ្ទាល់ហើយលោកគ្រូគាត់បានបញ្យល់ណែនាំដល់ខ្ញុំឲ្យមានទំនុកចិត្តមានទំនុកចិត្តណាចាបងឲ្យតាំង5នាក់មកចង់ឈ្មោះតាមអនឡាញឬក៏មកដល់ទីតាំងផ្ទាល់បងតាមអនឡាញតាមអនឡាញខ្ញុំទីតាំងផ្ទាល់មកដល់ទីតាំងផ្ទាល់ណាគេជួយមកខ្លះដែរពីរនាក់បងប្អូនជីដូនមួយចុះឈ្មោះទាំង2នាក់បងទាំង2នាក់អូខេអញ្ចឹងយើងជោគជ័យទាំង2ហ្នឹងបាទទាំង2នាក់ចាអញ្ចឹងអំឡុងពេលរៀនតែក្រុមហ៊ុនមានផ្ដល់ជូនជាអត្ថប្រយោជន៍អីខ្លះដល់បងទាំងអស់គ្នាដែរដល់ជាអាហារចប់កន្លែងស្នាក់នៅនិងការសិក្សាដល់ទឹកថ្លៃបាទហើយក្រុមហ៊ុនសម្រាប់ដាក់គាត់ជួយសម្រាប់អ្នកខ្វះខាតក្រុមហ៊ុនគាត់បានជួយជាដំណោះស្រាយដល់បងប្អូនដែលគាត់ខ្វះខាតដើម្បីឲ្យមានទំនុកចិត្តកាន់ខ្លាំងចាចឹងសម្រាប់ក្រុមហ៊ុនផ្ដល់ជូនជាកន្លែងស្នាក់នៅទឹកភ្លើងអាហារហូបចុកនឹងជួយណែនាំទៅលើអ្នកដែលគាត់ខ្វះខាតចឹងទៅចាចូលពាក់ព័ន្ធមួយកន្លែងស្នាក់នៅទឹកភ្លើងអីអាចទទួលយកបាននេះទទួលយកបានណាជាចុងក្រោយតើបងមានអីចង់ណែនាំទៅដល់ពុកម៉ែបងប្អូនដែលមានបំណងចង់ទៅធ្វើការងារនៅប្រទេសជប៉ុនជាចុងក្រោយសិនបងប្អូនចង់មានបំណងចង់ចុះឈ្មោះទៅប្រទេសជប៉ុនអាចមកតាក់ទងនៅក្រុមហ៊ុនBP Manpower បានដែលមានទីតាំងផ្ទាល់នៅមុខសារីហុយបើសិនជាបងប្អូនមានសាក់ការសាក់ដៃសាក់ខ្លួនអីយើងអាចមកចូលរៀនបានហើយនឹងយើងអាចទៅបានចឹងបាទហើយបើសិនជាបងប្អូនចង់ទៅប្រទេសជប៉ុនសូមមកចុះឈ្មោះនៅសាលា BP ផ្ទាល់បានព្រោះបច្ចុប្បន្នគេធ្វើការច្រើននិងសម្ភារច្រើនត្រូវការច្រើនហ្មងណាបាទបងប្អូនមានចំណាប់អារម្មណ៍ចង់ទៅធ្វើការនៅប្រទេសជប៉ុនបងប្អូនអាចមកសាកសួរព័ត៌មានផ្ទាល់នៅក្រុមហ៊ុន BP ដែលមានទីតាំងច្បាស់លាស់និងមានអាជ្ញាប័ណ្ណត្រឹមត្រូវចំពោះបងប្អូនដែលខ្វះខាតខាងក្រុមហ៊ុន BP Manpower អាចផ្ដល់ជាដំណោះស្រាយជូនបងប្អូនវិញចឹងទៅលើពុកម៉ែបងប្អូនដែលមានបំណងចង់ទៅធ្វើការងារនៅប្រទេសជប៉ុនរស់រានតាក់ទងមកខាងក្រុមហ៊ុន BP មកឥឡូវហ្នឹងយើងកំពុងតែមានការជ្រើសរើសច្រើនចាចឹងជាចុងក្រោយសូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលមានបំណងជាចុងក្រោយសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមអរគុណ